សួស្តីទាំងអស់គ្នាចឹងថ្ងៃនេះគឺយើងនឹងមកជជែកគ្នាទៅជាមួយនឹងលំហាត់ limit 3ហ្នឹងវាអាចរឿងប្លែកហើយក៏វាមានប្រយោជន៍សម្រាប់យើងដែលជាអ្នករៀនគ្រប់រូបផងដែរហ៎ហើយបងប្អូនទី10ក៏ដោយទី9ទី11 12ក៏ដោយណាហ្នឹងហើយកម្រិតណាក៏ដោយបងកុំគិតថាខ្ញុំមិនទាន់ដល់ពេលរៀន limit ទេខ្ញុំមិនបាច់តាមទៅលំហាត់ធំទេខ្ញុំរៀនអាតូចបានហើយអរអញស្រាវជ្រាវឲ្យទៅពេលអនឡាញឡើងមកថ្នាក់តុំទៅវាស្រួលហ៎អនឡាញរៀនមើលឲ្យទៅដល់ពេលអនឡាញរៀនទៅមុខទៀតទៅយើងទាន់គេយើងបានដឹងលឺមុនទៅដល់ពេលយើងចូលរៀនក្នុងថ្នាក់ទៅយើងស្រួលរៀនអញ្ចឹងទៅអានឹងជាអ្វីដែលខ្ញុំចង់ផ្ដាំផ្ញើតាក់ទងជាមួយនឹងបងប្អូនដែលនៅថ្នាក់តូចណាដូចទី10 11 12អីហ្នឹងអាចទី9ក៏បានដែរបើថាចង់ដឹងអីហ្នឹងយើងរៀនមុនទៅមើលទៅទិញសៀវភៅយកមកស្រាវជ្រាវទៅហ្នឹងអាហ្នឹងអ្វីដែលខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងតោះយើងទៅលំហាត់របស់យើងកន្លែងហ្នឹងគឺតាក់ទងជាមួយនឹងលំហាត់អក្សរ A 0បាទហើយវាស្មើជាមួយនឹង limit x ខិតជិត0នៃ x ស្វ័យគុណ x ហើយនៅត្រង់កន្លែងនេះx ខិតជិត0បូកដដែលហើយស្វ័យគុណ x ស្វ័យគុណ x តែខាងក្រោមនេះយើងទៅលើរហូតទៀតទៅឥឡូវយើងទៅដល់ស្រ័យទាំងអស់គ្នាចំពោះអក្សរ A0 នេះវាស្មើគេបាទវាស្មើគេអក្សរ A0 កន្លែងនេះវាស្មើជាមួយនឹង limit បាទ limit x ខិតជិត0បូកបាទ x ខិតជិត0បូកនៃ x ស្វ័យគុណ x បាទ x ស្វ័យគុណ x នៅត្រង់កន្លែងនេះ note 1ទាំងអស់គ្នាណា note 1ទាំងអស់គ្នាព្យាយាមមើលទាំងអស់គ្នាកន្លែងហ្នឹងគឺ limit ដដែលហើយ x របស់យើងវាខិតជិត0បូកអានេះគឺខ្ញុំសុំបដូរ x ទៅជា ln x អញ្ចឹងវាទៅជាគេស្វ័យគុណ ln x ខ្ញុំតែងបញ្ជាក់គ្រប់វីដេអូខ្ញុំសរសេរថ្មីកន្លែងណា note កន្លែងហ្នឹងមើលកន្លែងហ្នឹងហើយមើលមិនចាំទេដូចប្រាប់អញ្ចឹងប៊ិចសភៅយកមកសរសេរមកហ្នឹងអញ្ចឹងអាហ្នឹងគឺln អីគេតោះនេះ ln x វាស្មើជាមួយនឹង x បាទហ្នឹងយើងទៅចំណុចយើងបន្តទៀតនៅត្រង់កន្លែងហ្នឹងគឺវាស្មើជាមួយនឹងបាទស្មើជាមួយនឹងអីគេអាហ្នឹងគឺ limit ដដែលបាទ limit ឲ្យ x របស់យើងវាខិតជិត0បូកដដែលអញ្ចឹងខ្ញុំបានអីគេខ្ញុំបាន x យើងអាចសរសេរថា x ឲ្យគុណជាមួយនឹង ln x បាទ note មួយទៀតហ៎ដល់កន្លែង note មួយទៀតហ៎បាទហើយបើចង់មើលសម្រាយទៅមើលក្នុងវីដេអូខ្ញុំខាងក្រោមមកទៅមើលទៅបាទមិនខ្វះទេបាទអញ្ចឹងកន្លែងនេះបើខ្ញុំមាន ln x សេគុណ a អញ្ចឹងខ្ញុំទិញបានគេ a ln x អញ្ចឹងទៅអញ្ចឹងបើ a នឹងជា x ក៏វាមិនជាបញ្ហាដែរអញ្ចឹងបោះធម្មតាទេអត់បញ្ហាទេកន្លែងហ្នឹងអញ្ចឹងទៅយើងបន្ទាប់នៅត្រង់កន្លែងនេះខ្ញុំអាចសរសេរថាវាស្មើជាមួយនឹងអីគេនៅត្រង់កន្លែងខ្ញុំអាចសរសេរថាវាស្មើជាមួយនឹងបាទខ្ញុំអាចចាប់មកខាងក្រោមបានហើយយើងសរសេរ limit តែកន្លែងណាមានអាញាត់ដែលយើងគណនាហ្នឹងអញ្ចឹង x របស់យើងវាខិតជិត0ហើយlimit បាទ limit ហើយ x របស់យើងវាខិតជិត0បូកបាទខិតជិត0បូកអាហ្នឹងគឺអញ្ចឹងបើយើងសរសេរកន្លែងនេះthìយើងអាចអនុវត្តថាអីគេ x limit x ខិតជិតអីគេ0បូកនៃ x គុណ ln x វាស្មើ0យកស្រេចអាហ្នឹងខ្ញុំមិនចង់និយាយអញ្ចឹងទេបាទខ្ញុំមិនចង់និយាយអញ្ចឹងទេវាពិបាកស្ដាប់ពេកកន្លែងហ្នឹងណាអញ្ចឹងកន្លែងហ្នឹងគឺយើងសរសេរធម្មតាមកយើងអាចសរសេរថា ln x បាទហើយចែកជាមួយនឹង1នៅលើ x ក៏បានដែរអា x យើងវាមុខហ្នឹងចុះយើងអាចសរសេរអញ្ចឹងក៏បានដែរពេលយើងគុណចម្រាស់ទៅវាដូចដើមវិញហើយអញ្ចឹងកន្លែងនេះខ្ញុំណែនាំមកឲ្យប្រើ Lovital ដើម្បីងាយស្រួលក្នុងការរៀនបាទអញ្ចឹងវាស្មើគេតែបើគោលការណ៍ដូចខ្ញុំបញ្ជាក់បើគោលការណ៍វិញ្ញាសាហ្នឹងគេតម្រូវយើងធ្វើដាច់ខាត់តែធ្វើតាមការរៀនក្នុងថ្នាក់អញ្ចឹងធ្វើតាមហ្នឹងទៅតែក្នុងកន្លែងខ្ញុំសូមអនុញ្ញាតធ្វើតាម Lovital អញ្ចឹង here derivative លើក្រោមបាទការធ្វើតាម Lovital ដល់ពេល x ខិតជិត0គឺយើង derivative លើក្រោមមកបាទ derivative លើក្រោមអញ្ចឹងនៅត្រង់កន្លែងហ្នឹងគឺខ្ញុំបានអីគេ limit x ខិតជិត0ដដែលបាទ x ខិតជិត0បូកដដែលបាទអាហ្នឹង derivative ខាងលើបានអីគេ derivative ln x derivative ln x បានអីគេបងប្អូនអានេះគឺធៀបជាមួយនឹង dx ចឹងអានេះ derivative ln x បាទធៀបជាមួយនឹង dx ចែកជាមួយនឹងអីគេ derivative គេ derivative 1នៅលើ x ហើយធៀបជាមួយនឹងអីគេបងប្អូនធៀបជាមួយនឹង x បាទធៀបនឹង dx ហ្នឹងគឺធៀបនឹង x ណាបាទអញ្ចឹងកន្លែងនេះស្មើគេទៀតហើយបាទវាស្មើជាមួយនឹងដដែលទៀតហើយបាទហើយ limit បាទ limit ហើយ x របស់យើងវាខិតជិត0បូកបាទនេះអីគេហើយ derivative ln x បានអីគេបងប្អូនខ្ញុំបានបញ្ជាក់នៅលើវីដេអូហើយគឺបាន1នៅលើ x ហើយ derivative 1នៅលើ x វាបានអីគេដក1នៅលើ x ការ៉េបាទដក1នៅលើ x ការ៉េអញ្ចឹងវាស្មើគេទៀតហើយបាទវាស្មើនឹងបាទហើយកន្លែងហ្នឹងគឺសរសេរ limit ដដែលមកបាទសរសេរ limit ដដែលមកគឺ x ខិតជិត0បូកហើយអាខាងលើពេលយើងស៊ីសងទៅវាបានអីគេដក x ការ៉េនៅលើ x អញ្ចឹងវាបានអីគេវាបានស្វ័យគុណ limit នៅត្រង់កន្លែងហ្នឹងគឺវាសល់អីគេវាសល់ x របស់យើងវាខិតជិត0បូកហើយអាហ្នឹងសម្រួលទៅបានអីគេវាបានដក x អញ្ចឹងពេលជួស0ទៅបាទរៀងកំណត់ហើយពេលជួស0ទៅបានអីគេវាបានស្វ័យគុណស្វ័យគុណ0
ចឹង limit x ខិតជិត0បុកនៃដក x ជួសទៅបានដក0ចឹងវា0តែអញ្ចឹងអឺសគុណ0វាស្មើបានវាស្មើ1អញ្ចឹងនេះអ្វីជាអ្វីដែលយើងត្រូវដឹងឮនៅត្រង់កន្លែងនេះបាទនៅត្រង់កន្លែងនេះបកមករឿងយើងនៅត្រង់កន្លែង a នេះវិញ a0 នេះវិញបាទ a1 ណាបាទឥឡូវមើលដល់នេះសិនមើលដល់នេះសិនកន្លែងនេះអញ្ចឹងខ្ញុំសូម copy paste វាដើម្បីងាយស្រួលដោះស្រាយអូខេបាទតោះនៅត្រង់កន្លែងនេះគឺយើងពឹងផ្អែកអាទី1នឹងឯងបាទយើងពឹងផ្អែកអាទី1នឹងឯងជាមួយដោះស្រាយនឹងយើងស្មើគេតោះនេះណាយើងស្មើគេយើងស្មើជាមួយនឹងវាស្មើជាមួយនឹងកន្លែងវាស្មើគេវាស្មើជាមួយនឹង limit នៃ x បាទធម្មតាតោះនេះណា limit គឺវាមានលក្ខណៈពិសេសអញ្ចឹងអានេះគឺ limit នៃ x បាទហើយស្វ័យគុណនៃគេបាទស្វ័យគុណអា x 2ខាងលើហ្នឹងគឺខ្ញុំសរសេរអាចសរសេរថាវា limit បានបាទឃើញវាលយអីវាខុសពីអន្តក្រាខុសពីអីខុសពី derivative ផ្សេងជា limit គឺវាលយអញ្ចឹងបាទស្រួលគេនេះអញ្ចឹងx ខិតជិត0នៃអីគេដល់នេះនៃ x ស្វ័យគុណ x អញ្ចឹងអាខាងក្រោមមានស្អីគេអាលើយើងស្គាល់អត់ limit ខាងលើមកយើងស្គាល់អត់នេះយើងស្គាល់នេះហើយអានេះសេធម្មតាបានអីគេវាបាន0បាទហើយស្វ័យគុណអីគេស្វ័យគុណ1អញ្ចឹងវាបានអីគេវាបាន0ឲ្យយល់អញ្ចឹងយើងរៀនយើងវិភាគអញ្ចឹងយើងចេះបតិកលាគ្នាអញ្ចឹងហ្នឹងអញ្ចឹងដោយផ្សារភ្ជាប់អាតំណតំងទី1តំណតំងទី2ណាយើងអាចទាញរកអាតំណតំងនេះបាននេះអញ្ចឹងទៅដោះស្រាយខ្ញុំមកទៅដោះស្រាយអាអក្សរអាដឺឲ្យខ្ញុំមកហើយតម្លាក់ចម្លើយនៅក្នុង comment ហ្នឹងទៅតម្លាក់ចម្លើយនៅក្នុង comment ហ្នឹងទៅអញ្ចឹងដូចខ្ញុំផ្ដាំផ្ញើតដាថារៀនអីដែលថ្មីអីដែលប្លែកបាទដូចពួក9អីកពិកពុកហ្នឹងគឺយើងព្យាយាមចងចាំវាហើយយើងកុំគិតថាវាពិបាកចាំពេកហ្នឹងណាហ្នឹងហើយយើងសម័យថាអ្នកដែលគេបង្កើតឬប្រមុនឲ្យយើងរៀនគេអាចបង្កើតឲ្យយើងរៀនបានហើយចុះទុំហើយចុះហេតុស្អីហេតុផលស្អីបានជាយើងគ្រាន់តែរៀនតាមគេហ្នឹងយើងពិបាកដល់ថ្នាក់យើងប្រាប់ខ្លួនឯងថាយើងមិនអាចទៅរួចយើងធ្វើមិនបានទេយើងមិនយល់ទេគណិតពិបាករៀនអីណាណីបោះចោលឡាកំបិតនឹងចោលហើយតិចពីទិញសភើមួយធ្វើអនុវត្តឆ្ងល់កន្លែងណាស៊ូកន្លែងហ្នឹង comment ស៊ូទៅcontact ស៊ូទៅអត់អីទេអញ្ចឹងលើកទឹកចិត្តកន្លែងហ្នឹងទៅដល់អ្នករៀនគ្រប់រូបទាំងអស់គ្នាឲ្យប្រឹងប្រែងទាំងអស់គ្នាទៅធនធានបាទនៅក្នុងសង្គមរបស់យើងហ្នឹងគឺវាកាន់តែទៅមុខដោយរលូនអញ្ចឹងអរគុណច្រើនមានតែប៉ុណ្ណឹងអរគុណ